លេខ3គឺនៅខ្ទង់10បាទនៅខ្ទង់10បាទនៅខ្ទង់10nóមានតម្លៃបាទអញ្ចឹងកាលណានៅខ្ទង់10បាទអញ្ចឹងគឺយើងយក3គុណនឹង10មកបាទអញ្ចឹង3គុណនឹង10វាបាន30អញ្ចឹងលេខ3នេះគឺមានតម្លៃវាគឺ30បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូននៅរៀនថ្នាក់ទី6ជួបលោកគ្រូសាជាថ្មីមកកាន់ការរៀនគណិតវិទ្យាថ្នាក់ទី6អញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូនឹងលើកយកអំពីចំណុចទី2បាទខ្ទង់និងតម្លៃលេខតាមខ្ទង់វាមានចំនួនមួយបាទចំនួននេះយើងអានថា36.458បាទយើងមានតារាងមួយបាទខាងនេះគេហៅថាផ្នែកគុតបាទផ្នែកគុតនេះមាន110រាយប៉ុន្តែមិនមែនមានតែ3នឹងទេវាមានពាន់មានម៉ឺនមានសែនតទៅប៉ុន្តែលោកគ្រូលើកយកមកតែធំ3នឹងនេះបាទមកខាងនេះគេហៅថាផ្នែកទិដ្ឋភាពអញ្ចឹងមានភាគ10ភាគរយភាគពាន់ហើយបន្តទៀតភាគម៉ឺនភាគសែនភាគលានអញ្ចឹងទៅបាទអញ្ចឹងយើងយកលេខយកចំនួននេះយើងមកដាក់ក្នុងតារាងបាទដាក់ទៅតាមខ្ទង់របស់វាបាទបានប៉ុណ្នេះអញ្ចឹង36បាទចុច458អញ្ចឹង3នៅខ្ទង់10 6នៅខ្ទង់រាយបាទលេខ4នៅខ្ទង់ភាគ10លេខ5នៅខ្ទង់ភាគរយលេខ8នៅខ្ទង់ភាគពាន់អញ្ចឹងយើងដឹងខ្ទង់ហើយតទៅទៀតយើងត្រូវដឹងតម្លៃបាទតម្លៃលេខគឺថាលេខ3បាទនៅខ្ទង់10ហ្នឹងមានតម្លៃប្រមាណលេខ6នៅខ្ទង់រាយមានតម្លៃប្រមាណបាទបន្តគ្រប់ខ្ទង់ទាំងអស់បាទហើយយើងមើលបាទលេខ3បាទលេខ3គឺនៅខ្ទង់10បាទនៅខ្ទង់10បាទនៅខ្ទង់10nóមានតម្លៃបាទអញ្ចឹងកាលណានៅខ្ទង់10បាទអញ្ចឹងគឺយើងយក3គុណនឹង10មកបាទអញ្ចឹង3គុណនឹង10វាបាន30អញ្ចឹងលេខ3នេះគឺមានតម្លៃវាគឺ30តទៀតបាទលេខ6ណានៅខ្ទង់បាទលេខ6គឺនៅខ្ទង់រាយមានតម្លៃអញ្ចឹងកាលណានៅខ្ទង់រាយគឺយើងយកលេខ6បាទទៅគុណនឹង1បាទ6គុណនឹង1បាននឹង6តទៀតលេខ4បាទលេខ4នេះបាទនៅខ្ទង់ភាគ10បាទនៅខ្ទង់ភាគ10មានតម្លៃបាទកាលណានៅខ្ទង់ភាគ10វាមានតម្លៃគឺយើងត្រូវយកលេខ4នេះបាទទៅគុណនឹង 0.1 បាទ 0.1 កាលណាភាគ10បាទអញ្ចឹងយើងគុណមកគឺបាន 0.4 បាទលេខ5បាទលេខ5គឺនៅខ្ទង់ភាគរយបាទនៅខ្ទង់ភាគរយបាទមានតម្លៃអញ្ចឹងយកចំនួននឹងដែរ5គុណនឹង 0.01 បាទ5គុណនឹង 0.01 គឺយើងគុណមកបាន 0.05 តទៀតលេខ8បាទលេខ8គឺនៅខ្ទង់ភាគពាន់បាទខ្ទង់ភាគពាន់មានតម្លៃអញ្ចឹងយើងយកលេខ8បាទទៅគុណនឹង 0.001 បាទ8គុណឲ្យ 0.001 បាទយើងគុណមកបាន 0.008 បាទអស់ហើយឥឡូវយើងមើលទម្រង់អានេះគេហៅថាទម្រង់ធម្មតាបាទឥឡូវយើងមើលទម្រង់ពង្រាយតើចំនួន 36.458 នេះយើងសរសេរជាទម្រង់ពង្រាយតើស្មើប្រមាណអញ្ចឹងកាលណាសរសេរជាទម្រង់ពង្រាយគឺយើងគ្រាន់តែយកតម្លៃលេខបាទខាងចុងនេះយើងដឹងតម្លៃលេខហើយយើងយកមកសរសេរតែម្ដងគឺ30បូកឲ្យ6បូកឲ្យ 0.4 បូកឲ្យ 0.05 បូកឲ្យ 0.08 បាទនេះចឹងនេះជាទម្រង់ពង្រាយបាទនៃចំនួន 36.458
ចឹងតើតើនឹងការរកខ្ទង់ឬក៏តម្លៃលេខតាមខ្ទង់មានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់តើតើនឹងការរកខ្ទង់ឬក៏តម្លៃលេខនេះបងប្អូនអាច comment សួរលោកគ្រូបានបាទជួបលោកគ្រូនៅវីដេអូក្រោយបន្តទៀត